cô đá dùng khán cứ luôn nơi bàn dú như là dụ về nhé nè luôn nơi bàn dúประกอบដោយគុណភាពសុខភាពដែលល្អយើងមានទ្រព្យសម្បត្តិដែលចាយវាយគ្រប់គ្រាន់សម្រាប់ការរស់នៅរយៈពេលវែងរបស់យើងភាពស្រស់ស្អាតហើយនឹងការដែលមានសុខភាពល្អគេហៅថាសុខភាពសម្រស់ណាហ្នឹងហើយវាមិនពាក់ព័ន្ធនឹងសម្រស់តែម្យ៉ាងតទៀតទេប៉ុន្តែវានឹងតាក់ទងជាមួយនឹងសុខភាពទាំងមូលរបស់យើងមុននេះបន្តិចអូសចំវីដេអូដែលបានជួបមួយនឹងលោកដុកទ័រដែលគាត់ចែកម្លែកតាក់ទងនឹងអាចថាជីវិតគូសកលចាស់ដែលសម្រាប់មនុស្សប្រុសឬក៏បុរសដែលគាត់រៀបការជាមួយនឹងនារីដែលធាត់ទៅលោកទៅលន់អញ្ចឹងមានសេចក្តីសុខច្រើនជាងអញ្ចឹងណាខ្ញុំមិនបដិសេធនៅក្នុងចំណុចនៃការបកស្រាយរបស់គាត់ហ្នឹងទេហើយប៉ុន្តែសម្រាប់ខ្លួនខ្ញុំគិតលើរឿងសុខភាពវិញខ្ញុំអត់បដិសេធរឿងរូបរាងរឿងពណ៌សម្បុរភេទអីទេគឺអត់មានពាក់ព័ន្ធនឹងហ្នឹងទេប៉ុន្តែត្រឡប់មកវិញការដែលខ្លួនយើងខ្លួនឯងធាត់យើងសាក់ត្រឡប់មកគិតលើខ្លួនយើងវិញយើងអាចនឹងនៅសុខភាពទៅមានសុខភាពល្អដែលជាក់ស្ដែងខ្ញុំត្រឡប់រូបភាពមួយព្រោះដោយសារតែខ្ញុំធ្លាប់បានស្គាល់មនុស្សដែលគាត់ធាត់ប៉ុន្តែគាត់មានសុខភាពល្អអញ្ចឹងគាត់ធាត់គាត់មានរូបរាងដែលមិនស្គមមិន fit និយាយមិន fit មិនមានសាច់ដុំអីមិនមានតែគាត់ថតតែគាត់មានសុខភាពល្អវាមានខ្លះដែរអញ្ចឹងណាប៉ុន្តែគ្រាន់តែត្រឡប់មកគិតវិញនិយាយថាយើងត្រូវតែប្រកាសចិត្តខ្លួនឯងថាយើងមានសុខភាពល្អដែលពិតប្រាកដយើងខ្លួនឯងយើងត្រូវតែប្រកាសចិត្តថាមិនថាយើងរស់រាងបែបម៉េចទេទម្លាប់នៃការរស់នៅរបស់យើងប្រកាសចិត្តបានថាយើងមានសុខភាពល្អហ្នឹងរឿងមួយរឿងសំខាន់ណាព្រោះពីនឹងតទៅមិនថារូបរាងបែបម៉េចទេយើងអាចកំណត់សុខភាពល្អឲ្យខ្លួនយើងបានប៉ុន្តែនៅក្នុងការវាស់វែងការដែលអាចឲ្យយើងមានសុខភាពល្អបាននេះវាមិនមែនគ្រាន់តែវាស់វែងទៅលើរូបរាងកាយដែលធាត់ស្គមប៉ុណ្ណឹងទេវានៅមានផ្នែកផ្សេងមួយចំនួនទៀតដែលរត់តែជាអង្គផ្សំធ្វើឲ្យយើងប្រកាសចិត្ត 100% ថាយើងមានសុខភាពល្អអាចរស់នៅបានអាយុវែងគោលដៅសំខាន់គឺរស់នៅបានយូរអាយុវែងហ្នឹងណារស់នៅបានយូរប្រកបដោយគុណភាពសុខភាពដែលល្អយើងមានទ្រព្យសម្បត្តិដែលចាយវាយគ្រប់គ្រាន់សម្រាប់ការរស់នៅរយៈពេលវែងរបស់យើងមិនខំប្រឹងរយៈពេល10ឆ្នាំ20ឆ្នាំ30ឆ្នាំប្រើពេលចុងក្រោយទៅ3-4ឆ្នាំអស់រលីងហ្មងហើយខ្លួនឯងត្រូវសម្រាកឬក៏គេងនៅលើក្រែពេទ្យទៀតអញ្ចឹងយើងអត់ចង់បានរូបភាពទាំងអស់ហ្នឹងឯងហើយខ្ញុំជឿថាមនុស្សយើងគ្រប់គ្នាគឺយល់ដឹងរឿងច្រើនណាស់ប៉ុន្តែសួរថាដំណើរការដែលអាចអនុវត្តឲ្យយើងទទួលបានលទ្ធផលទាំងអស់ហ្នឹងមកនៅក្នុងជីវិតនោះបានដោយរបៀបណាអាហ្នឹងជារឿងដែលសំខាន់ដែលយើងត្រូវដឹងដែលយើងត្រូវរៀបចំវាតែខ្ញុំជឿថាបើសិនជាយើងមិនមានប្រភពដែលអាចទទួលបានព័ត៌មានទៅទាំងអស់ហ្នឹងយើងក៏ពិបាកនៅក្នុងការរៀបចំដែរប៉ុន្តែយើងអាចរៀបចំបានមួយផ្នែកធំគឺចេញពីការដែលយើងតែងតែឆ្លុះបញ្ចាំងនៅទម្លាប់របស់ខ្លួនឯងជារៀងរាល់ថ្ងៃហើយយើងសង្កេតមើលលទ្ធផលដែលយើងទទួលបានចេញពីការដែលយើងធ្វើសកម្មភាពរាល់ថ្ងៃហ្នឹងអញ្ចឹងត្រឡប់មកវិញរូបភាពរងដែលខ្ញុំចង់និយាយនេះគឺតកតងមួយនឹងសុខភាពរបស់ខ្លួនឯងវាមិនមែនគ្រាន់តែតកតងទៅលើរូបរាងដែលយើងវាស់មើលទៅធាត់ស្គមចង្កេះរបស់យើងសល់ប្រហែលលេខគីឡូយើងស្រកប្រហែលសល់ប្រហែលដែលលើសប្រហែលដែលយើងគិតថាយើងគួរចង់សម្រកប៉ុណ្ណឹងអត់ទាន់គ្រប់គ្រាន់ទេវានៅការវាស់វែងដែលយើងមើលអត់ឃើញទៀតអញ្ចឹងខ្ញុំអត់ទាន់អាចបញ្ជាក់បានថាក៏ប៉ុន្តែខ្ញុំអត់ទាន់អាចបញ្ជាក់បានទេតែខ្ញុំគ្រាន់តែមិនទាន់អាចចែកម្លែកទៅកាន់បងប្អូនអរគ្នាបានជាសាធារណៈប៉ុន្តែសួរថាខ្ញុំបានដឹងអត់ខ្ញុំបានដឹងដែរហើយខ្ញុំព្យាយាមអនុវត្តខ្លួនឯងដើម្បីបានផលសម្រាប់ខ្លួនឯងក៏ប៉ុន្តែខ្ញុំឆ្លងដំណាក់កាលមកនឹងបានដែរឆ្លងដំណាក់កាលនឹងមកបើថាយើងពីជាមនុស្សដែលមិនធាត់
ប៉ុន្តែក៏មិនជាអ្នកដែលពេញចិត្តជាមួយនឹងរូបរាងខ្លួនឯងដែរប៉ុន្តែអរគុណពេលវេលាហ្នឹងដែលយើងបានឆ្លងកាត់ហើយយើងយល់អារម្មណ៍អ្នកដែលថតណាអញ្ចឹងយើងក៏ចាប់ផ្ដើមត្រឡប់មកក៏លើសុខភាពខ្លួនឯងវិញយើងមិនចង់សម្រត់ទម្ងន់នេះហើយខ្ញុំប្រាប់ខ្លួនឯងហ្មងថាខ្ញុំធ្វើខ្ញុំមិនព្រោះចង់សម្រត់ទម្ងន់នេះប៉ុន្តែគោលដៅរបស់ខ្ញុំគឺខ្ញុំត្រូវការរស់នៅឲ្យបានយូរហើយសុខភាពល្អគេហៅថាគុណភាពសុខភាពគុណភាពជីវិតដែលពេញបរិបូរណ៍ទោះវ័យយើងដល់វ័យមួយមិនថា40ឆ្នាំ60ឆ្នាំ80ឆ្នាំយើងក៏អាចនៅរឹងប៉ឹងបានយើងនៅមានកម្លាំងមាំមួនបានអាចទៅធ្វើអីដែលយើងចូលចិត្តធ្វើបានអាចរស់នៅជំនាន់កូនជំនាន់ចៅបានមើលពួកគេមានសេចក្តីសុខហើយយើងក៏អាចចូលរួមនៅសេចក្តីសុខសពគ្រប់បែបយ៉ាងគ្រប់សកម្មភាពជាមួយនឹងពួកគេបានដោយអត់មានក្តីកង្វល់ថាយើងនឹងឈឺយើងនឹងដើរអត់រួចយើងនឹងរទេះរួចឬក៏យើងនឹងត្រូវសម្រាប់ព្យាបាលឬក៏យើងនឹងត្រូវទទួលបានការមើលថែជាប្រចាំចេញពីគ្រូពេទ្យឬក៏ពីក្រុមគ្រួសារប៉ុន្តែយើងអាចធ្វើសកម្មភាពជាមនុស្សធម្មតាបែបមនុស្សធម្មតាអាចមានសេចក្តីសុខរស់នៅជាមួយនឹងក្រុមគ្រួសាររបស់យើងបានរយៈពេលវែងអាហ្នឹងជាគោលដៅតែខាងនៃការដែលមានវិន័យលើហាត់ប្រាណមានវិន័យទៅលើការទទួលទានចំណីអាហារឲ្យបានត្រឹមត្រូវមានចំណេះដឹងដ៏ត្រឹមត្រូវនៅក្នុងការទទួលទាន supplement ផ្សេងអាហារបំពន់ណាចេះជ្រើសរើសហើយមានវិធីសាស្ត្ររើសដ៏ត្រឹមត្រូវដែលវាអាចជួយគាំទ្រឬក៏លើកកម្ពស់នៅគុណភាពសុខភាពរបស់យើងនិងជីវិតរបស់យើងបានហើយលើកពីនឹងទៀតគឺរឿងពេលវេលានឹងការបង្កើតទ្រព្យសម្បត្តិអាហ្នឹងគឺជារឿងដែរអត្តភាពហ្មងពួកយើងអត់ចង់នៅនឹងហើយធ្លាក់ចុះត្រឡប់ទៅវិញទេត្រូវយើងត្រូវការឲ្យវាល្អប្រសើរជាងមុនមិនថាគុណភាពសុខភាពសម្ព័ន្ធភាពការងារមុខជំនួញអ្នកទំនងជាមួយដៃគូជាមួយគ្រួសារមិត្តភ័ក្តិក្រុមគ្រួសារសាច់ញាតិធ្វើអញ្ចឹងត្រឡប់មកវិញវីដេអូនេះគឺ inspire ចេញពីការដែលទទួលបានសាកវីដេអូរបស់គាត់ហើយមានចំណុចដែលខ្ញុំចង់លើកឡើងបន្ថែមភាពស្រស់ស្អាតហើយនឹងការដែលមានសុខភាពល្អគេហៅថាសុខភាពសម្រស់ណាហ្នឹងហើយវាមិនពាក់ព័ន្ធនឹងសម្រស់តែម្យ៉ាងតទៀតទេប៉ុន្តែវានឹងតាក់ទងជាមួយនឹងសុខភាពទាំងមូលរបស់យើងនៅក្នុងចំណែកមួយហ្នឹងគឺមានសម្រស់នៅក្នុងនឹងដែរអញ្ចឹងវាត្រូវមកទាំងព្រមខ្ញុំគិតថាពេលវេលានេះវាមិនមែនជាពេលវេលាអីដែលយើងចាំបាច់ត្រូវតែប្រឹងឲ្យបានតែមួយនឹងមកទៀតទេប៉ុន្តែយើងអាចមានឱកាសទទួលបានជាច្រើនរឿងចូលមកជាមួយគ្នាហើយជារឿងដែលល្អជារឿងដែលធ្វើឲ្យយើងអាចប្រសើរឡើងនៅគ្រប់ផ្នែកនៅក្នុងជីវិតរបស់យើងដោយខ្លួនឯងទន្ទឹមនឹងហ្នឹងក៏យើងត្រូវតែទទួលបាននៅផ្នែកគំនិតដែលល្អតាក់ទងនៅរឿងទាំងអស់ហ្នឹងដែរមិនថារឿងសុខភាពរឿងផ្នែកគំនិតរបស់ខ្លួនយើងដែលវាតាក់ទងជាមួយនឹងអា peace of mind ការថាសេចក្តីស្ងប់នៅក្នុងចិត្ត peace of mind គឺអត់មានអ្នកណាចាប់ឃុំយើងចាប់ចងយើងទេយើងអាចមានសេរីភាពបានទាំងកាយទាំងចិត្តទាំងបេះដូងទាំងចិត្តវិញ្ញាណរបស់យើងគឺសេរីភាពនៃសុខគ្រប់បែបយ៉ាងហើយការដែលមានសុខភាពល្អបើសិនជាយើងគិតទៅលើតែបើសិនយើងថតយើងចង់សម្រក់ទម្ងន់ឲ្យស្រឲ្យបានរៀង fit អត់គ្រប់គ្រាន់ទេយើងអាចធ្វើបានតើប៉ុន្តែយើងនឹងនៅវល់ជាមួយនឹងរូបភាពទាំងអស់ហ្នឹងជាច្រើនពេលស៊ូមស្រួលគឺអាចដល់ថ្ងៃដែលយើងត្រូវត្រឡប់ទៅវិញនឹងឯងហើយរូបភាពមនុស្សជាទូទៅគឺអញ្ចឹងគឺបែបអញ្ចឹងដូច្នេះខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចមានឱកាសធ្វើវីដេអូផ្សេងៗឲ្យបានលឿនបំផុតប៉ុន្តែឥឡូវហ្នឹងគឺកំពុងតែរៀងវឹកពោតិចដែរអញ្ចឹងគឺអាចសុំពេលវេលាប្រហែលជាកន្លះឆ្នាំទៀតមិនទាន់ដឹងមិនផងប៉ុន្តែនឹងព្យាយាមឲ្យបានច្រើនបំផុតគម្រោងរបស់ខ្ញុំគឺខ្ញុំត្រូវការ reach out វីដេអូដែលមិនថាតើទៅមួយក្នុងសុខភាពជាពិសេសគឺទម្លាប់វិន័យទៅលើផ្នែកទាំងអស់ហ្នឹងឯងទម្លាប់វិន័យទៅលើរបៀបរស់នៅហ្នឹងឯងទម្លាប់វិន័យទៅលើរបៀបរស់នៅហើយនឹងឱកាសមុខជំនួញឱកាសមុខជំនួញឬក៏ធុរកិច្ចផ្សេងទៅដែរអញ្ចឹងវានឹងមករួមផ្សំគ្នាប៉ុន្តែស្ងៀមនៅក្នុង
បណ្ដាញសង្គមបែបនេះខ្ញុំនឹងព្យាយាមនៅក្នុងការចែករំលែកចំណេះដឹងជូនចែករំលែកចំណេះដឹងជូនដោយពេញលេញហ្មងអត់មានលាក់អត់មានស្អីទេព្រោះដូច្នេះហើយគឺនឹងព្យាយាមចែករំលែកចេញទៅបានប៉ុណ្ណាគឺយកប៉ុណ្ណឹងតែសកម្មតែប៉ុណ្ណឹង